បាទយប់នេះការប្រកួតនៃពានរង្វាន់ UCL បានត្រឡប់មកសារជាថ្មីទៀតហើយបងប្អូនបាទជើងទី2ក្នុងការប្រកួតនៅថ្ងៃនេះផងដែរបងប្អូនបាទយប់នេះ Arsenal ត្រូវប៉ះគ្នាជាមួយនឹង Sporting បាទហើយគូទី2បាទយន់មកនេះត្រូវប៉ះគ្នាជាមួយនឹង Atletico Madrid បាទយប់នេះសង្ឃឹមថាលទ្ធផលនឹងល្អប្រសើរដូចយប់មិញបងប្អូនបាទ admin ឲ្យពីគូបង admin ផ្ទុះទាំងអស់បងប្អូនបាទចាញ់តែកន្លះមួយគូទេបងប្អូនបាទអូយប់មិញលុយសុទ្ធតែម្ដងបងប្អូនបាទប្រឡំឡើងបានលុយចូលឆ្នាំខ្មែរផងដែរបងប្អូនបាទហើយយប់នេះបាទយប់នេះពានរង្វាន់ UCL ជើងទី2ក្នុងការប្រកួតនេះ Arsenal ត្រូវប៉ះគ្នាជាមួយនឹង Sporting សាមុនឈ្នះSporting លទ្ធផល1-0 បាទឯបាយ័នម៉ូនិកជើងទី1លទ្ធផលឈ្នះទៅលើ Real Madrid 2-1ផងដែរបងប្អូនបាទចាំមើលតើការប្រកួតនៅរាត្រីនេះទឹកដីរបស់បាយ័នទឹកដីរបស់ Arsenal តើលទ្ធផលទៅជាបែបណាកុំភ្លេចចូលទៅ bio TikTok របស់នេះឬក៏ description នៅលើ Facebook page បាទ admin តម្លាក់គូបាល់ចែកជូនបងប្អូនលេងកំសាន្តទាំងគ្នាបងប្អូនបាទយប់នេះគូពិសេសទៀតហើយបងប្អូនបាទរាត្រីចូលឆ្នាំយប់ទី2ជើងទី2ផងដែរបងប្អូនបាទតើលទ្ធផលទៅជាយ៉ាងណាចាំមើលតើបាយ័នឬក៏ Real Madrid នឹងឡើងទៅវគ្គ4ក្រុមបន្តបាទយប់ទីជើងទី2វគ្គ8ក្រុមផងដែរបងប្អូនបាទ Arsenal ឬក៏ Sporting បាយ័នឬក៏ Real Madrid តោះកុំភ្លេចចុច like ចុច share ឲ្យ admin ម្នាក់មួយផង link នៅក្នុង bio TikTok ឬក៏ description Facebook page បាទអរគុណច្រើន